បាទអូខេតោះយើងចាប់ដើមនឹងការតម្លើងប៉ុនណាករណីវាស្គាល់ប៉ុននេះព្រោះណាបាទដើម្បីតម្លើងប៉ុនរបស់យើងនេះឧទាហរណ៍ថាខ្ញុំមានប៉ុនបែបនេះមួយឃើញអត់នេះមានប៉ុនបែបនេះណាបាទនេះមានប៉ុនបែបនេះអស់ហើយនេះមានប៉ុនបែបនេះណាបាទនេះមានប៉ុនបែបនេះអញ្ចឹងខ្ញុំសន្មតថាលោកខ្ញុំចង់តម្លើងប៉ុនមួយណាព្រោះណាខ្ញុំចង់តម្លើងប៉ុនឧទាហរណ៍ប៉ុននេះមូន6ចុះចុចលើពី2ដងឬក៏ចុចលើ2ដងចុចលើវាមក2ដងមកអូខេហើយវាចេញបែបនេះឲ្យយើងឃើញទៅហើយយក install យកមកឃើញមិញ OS ហ្មង OS 6មិនចឹងត្រូវអត់អូខេ OS 6ឃើញអត់ OS 6យល់នៅគាត់ណាបាទ OS 6អញ្ចឹងដើម្បីថាលោកដើម្បីខ្ញុំទៀងទាត់ថាតើ OS 6របស់ខ្ញុំមានអត់ណាបាទ OS 6លោកខ្ញុំទៅបើកឥឡូវទៅលើកយកទៅបើកលើវាចឹងតែម្ដងហើយយើងយកវា install អញ្ចឹងយើង AOS 6អញ្ចឹងខ្ញុំ install មកចាំវាប៉ុណ្្នឹងបាទចប់ស្រួលអត់បាទតែប៉ុណ្្នឹងក្នុងការតម្លើងចប់ហើយបិទយើងចង់តម្លើងមួយទៀត OS 7ចុចលើ2ដងមកហើយ install មកឃើញ OS 7អត់ឃើញអត់គាត់ណា OS 7ចុចលើ install មកបាទបាទប៉ុណ្្នឹងចប់ហ៎បាទហើយអញ្ចឹងខ្ញុំចង់បាន OS 5មួយទៀតចុះចុចលើ2ដងមកហើយយកពី install មកបាទប៉ុណ្ណឹងចប់បាទអញ្ចឹងចាំមើលខ្ញុំទៅសរសេរណាបាទដល់ខ្ញុំតេស្តមើលខ្ញុំចង់សរសេរមិញខ្ញុំសរសេរអក្សរតាំងអញ្ចឹងបាទអញ្ចឹងយើងសរសេរធម្មតាដល់ខ្ញុំចូលគេមកស្ដាំលើវិញរបស់បាទ edit បាទអញ្ចឹងគាត់ថាឈ្មោះឡូវដាក់ឈ្មោះរបស់យើងចុះនេះអាកន្លែង title ដែលយើងចុចណាអូខេយើងចង់លុបឬចុចលើវាក៏បានចេះសរសេរមិនអញ្ចឹងអញ្ចឹងដល់ពេលយើងដូរនេះមិញ S 6 S 7 S 5អញ្ចឹងទៅរកវាវិញមកលីមូនប្រើលីមូននេះឃើញអត់មាន S នេះ S អូអញ្ចឹងយើងត្រូវចាំដល់ពេលយើងធ្វើចប់យើងចាំ restart ម៉ាស៊ីននឹង restart អាកម្មវិធីរបស់យើងតើអត់ភាសាខ្ញុំមិនខ្ញុំបើកជាប់តើណាអញ្ចឹងដល់ពេលអញ្ចឹងយើងទៅរកមើលទៅថាមានវាស្គាល់អត់អញ្ចឹងណាតើនៅអញ្ចឹងដល់ពេលដែលយើងរើសវាទៅយើងសរសេរធម្មតាមកនេះយើងសរសេរធម្មតាយើងចង់បាន S ប៉ុន្មានយើងយកតាមនឹងអូខេមិនមាន S5 អូខេនេះអ៊ីអេសាអត់ឡើងលោកខ្ញុំបិទឡើងវិញតាមមើលអូខេខ្ញុំបិទឡើងវិញមើលខ្ញុំបើកឡើងវិញអូខេតោះយើងបន្តតិចទៅបាទអញ្ចឹងគាត់ថាខ្ញុំចង់ edit លើវាមកស្ដាំលើវាអញ្ចឹងមកបាទមកស្ដាំយកពី edit ដដែលយើងឆែកមើលឡើងវិញអញ្ចឹងខ្ញុំអាចចុចលើវាក៏បានខ្ញុំលុបលើវាក៏បានដែរអត់បញ្ហាយើងយកយើងចេះសរសេរមិនអញ្ចឹងបាទហើយយើងជ្រើសរើសឲ្យគេខ្ញុំលុបសិនអូខេអញ្ចឹងយើងជ្រើសរើសឲ្យគេលីមូនមិញ6 7អញ្ចឹងលីមូនយកលីមូនមកនេះឃើញមានអត់បាទមានអត់មានឃើញអត់ដោយសារយើងអត់បាន restart វាឃើញអត់មិញ F5 F6 F7 ពីមុនបើកមានអត់អត់មាននេះឃើញអត់អញ្ចឹងដល់ពេលយើងដោយសារអីដោយសារខ្ញុំបើកកម្មវិធីអញ្ចឹងវាអត់រ៉ាន់ចូលអញ្ចឹងយើងត្រូវបិទអា restart កម្មវិធីមិនបិទកុំព្យូទ័រក៏បានបិទកុំព្យូទ័រក៏បានបញ្ហាទេអញ្ចឹងយើងចង់ឲ្យវាចូលអីយើងបិទ restart វាឡើងវិញអញ្ចឹងឃើញអត់អញ្ចឹងយើងរើសមកយើងសរសេរធម្មតាមកអូខេតោះណាបាទតោះចេះហ៎បាទអញ្ជើញអង្គុយឡើងអង្គុយចុះ